រឿងខុសឆ្គងមួយហ្នឹងគឺហេតុអីបានជាក្រសួងមួយត្រូវមានទីប្រឹក្សារាប់រយនាក់ហេតុអីបានជាខេត្តមួយត្រូវមានអភិបាលរងនឹង4 10នាក់មើលតែខេត្តកោះកុងអភិបាលរងនឹងគឺរង1រង2រង3មិនដឹងក្រសួងនីមួយអនុរដ្ឋលេខាធិការនឹងគឺថាដូចផ្សិតតែសួរគាត់ធ្វើអីគេគាត់ធ្វើអីគេឲ្យប្រកាសនៅពេលដែលយើងមានបង្កើតទូនីតិវាអត់មានទូនីតិអីដើម្បីបានជាចំណេញជាតិទេទូនីតិទាំងអស់ហ្នឹងគឺដើម្បីតែបំផ្លាញគណៈបកប្រឆាំងឲ្យគ្នាទាល់ច្រកត្រង់ថាចូលទៅរដ្ឋាភិបាលសន្យាហើយកុំភ្លេចថានេះគឺជាអំពើពុករលួយមួយដ៏ចាក់ស្រេះដែរព្រោះអីប្រព័ន្ធដឹកនាំរដ្ឋបတ်ថារដ្ឋាភិបាលឬនាយករដ្ឋមន្ត្រីមានសិទ្ធិតែងតាំងមន្ត្រីឲ្យចូលការងារក៏ពិតមែនហើយប៉ុន្តែវាអត់មានតម្លាយើងចូលទៅឲ្យតែមនុស្សបកប្រឆាំងលលោកដែលគេតាក់បានហ្នឹងគឺអនុរដ្ឋលេខាធិការឬអីអញ្ចឹងទៅអត់មានទៅយកធ្វើការអីកើតទេគឺយកទៅក៏វត្តចោលនៅគៀនអញ្ចាំងឲ្យតែមានទួនាទីងារជាឯកឧត្តមទៅដើម្បីស្អំចិត្តអ្នកដែលចូលទៅជាមួយរដ្ឋាភិបាលហ្នឹងគឺបានទួនាទីបានតំណែងហើយអណាស់ងារជាឯកឧត្តមហ្នឹងអីហ្នឹងប៉ុន្តែធ្វើអីខ្ញុំចង់និយាយចេះខ្ញុំមិនទៅរិះគន់ទេពួកគាត់សិតអ្នកខ្លះលលោកដែលគេតាក់បានហ្នឹងជាបញ្ញវន្តជាបណ្ឌិតជាអ្នកចេះដឹងទេប៉ុន្តែដោយសារតែពេលដែលគេទិញកៅអីយកទៅឲ្យទៅអង្គុយទៅអាហ្នឹងវាដូចការលើកមុនអញ្ចឹងអាកន្លែងបន្ទប់អត់មានកន្លែងអង្គុយទេអញ្ចឹងត្រូវបង្កើតអីគេបំបែករដ្ឋបំបែកខេត្តទៀតរដ្ឋបាលខេត្តហ្នឹងអត់ត្រូវបំបែកចាប់ផ្ដើមបំបែកហេតុអីបានជាគេបំបែកខេត្តឲ្យមានការមុនត្បូងឃ្មុំមានខេត្តកំពង់ចាមឥឡូវត្រូវផ្ដាច់ទៅជាត្បូងឃ្មុំជារបៀបដឹកនាំរដ្ឋដើម្បីស្រួលគ្រប់គ្រងវាអត់អីទេគេបំបែកតំបន់ឡើងវិញអីអញ្ចឹងរដ្ឋបាលគ្រប់គ្រងអីដើម្បីឲ្យការគ្រប់គ្រងរបស់យើងទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែគៀកព្រោះអីបើធំពេកទៅវាឆ្ងាយប៉ុន្តែបើកាត់ជា2ទៅខាងនេះមានរដ្ឋបាលមួយអារដ្ឋបាលហ្នឹងទៅជិតប្រជាពលរដ្ឋអាហ្នឹងជា logic ទេប៉ុន្តែនៅពីក្រោយហ្នឹងគឺជាការបង្កើតតំណែងទាំងអស់ហ្នឹងដើម្បីទិញលលោកហ្នឹងឯងដើម្បីតាក់មន្ត្រីក្រមប្រឆាំងទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឬក៏អ្នកណាដែលលុះក្រោមឥទ្ធិពលនៃការទិញដូរបានហ្នឹងគឺយកទៅបំបែកកន្លែងហ្នឹងដើម្បីឲ្យថាតវ៉ាប្រឆាំងនៅក្នុងម៉ានបន្ទុះទៅគឺដល់ពេលឃើញគណៈបកប្រឆាំងគេរំលាយអស់ហើយអត់ជំរឿសអញ្ចឹងគាត់មានជំរឿសមកពីណាបើនៅស្រុកអត់បានទៀតអញ្ចឹងបើនៅតតែទៅចូលរួមទៅហើយដើម្បីចូលរួមឲ្យគណៈបកប្រជាជនឬគណៈបកកណ្ដាលអំណាចគេអាចស្អំចិត្តអ្នកទាំងនោះបានគឺមានតែការបង្កើតតំណែងនឹងបង្កើតថែមហើយកុំនិយាយពីរឿងថយឲ្យសោះខ្ញុំនិយាយថាពីមុនមកគឺជាការសមស្របនៅក្នុងការបង្កើតក្រសួងមន្ទីរដើម្បីអោបកសោបក្រុមកម្មាភិបាលខ្មែរក្រហមដែលនៅក្នុងព្រៃឲ្យមកចូលធ្វើការទៅប៉ុន្តែល្មមឲ្យប៉ុណ្ណឹងបានហើយនេះអាក្រោយមកទៀតហ្នឹងលែងជាសេចក្តីត្រូវការហើយវាជាការអាហ្នឹងអង់គ្លេសគេហៅ need and want ពាក្យថា need គឺជាសេចក្តីត្រូវការចាំបាច់ដែលខ្វះមិនបានអាពាក្យថា want ហ្នឹងគឺបានន័យថាអ្វីដែលឃើញចិត្តតែចង់បានថែមមិនមែនសេចក្តីត្រូវការទេអញ្ចឹងសេចក្តីត្រូវការគឺបង្កើតក្រសួងមន្ទីរកាលពីសមាហរណកម្មហ្នឹងគឺសមហេតុសមផលល្មមធ្វើទៅហើយក្រោយមកទៀតគឺត្រូវការកាត់បន្ថយវាអត់ត្រូវការបង្កើនឡើងទៀតទេប៉ុន្តែថែមរហូតដោយសារអីដោយសារតែយុទ្ធនាការកំចាយគណៈបកប្រឆាំងដើម្បីបង្កើតទួនាទីហ្នឹងឲ្យទិញអ្នកទាំងអស់នោះហើយដើម្បីឲ្យបានគ្រប់គ្រងគណៈបកក្នុងជួររដ្ឋាភិបាលអ្នកខ្លះគឺជាមនុស្សឱកាសនិយមទៀតឆ្លៀតឱកាសហ្នឹងគឺបានទួនាទីបានតំណែងមិនយកទៅធ្វើអីក៏ដោយខ្ចល់ក៏ដោយគឺយកទៅអួតគេដើម្បីយកទៅធ្វើទុកបុកម្នេញដើម្បីយកទៅបំពានប្រជាពលរដ្ឋអីអញ្ចឹងទៅព្រោះបានទួនាទីជាឯកឧត្តមជាទីប្រឹក្សារបស់អ្នកនេះអ្នកនោះហ្នឹងយកទៅដូចជាកណ្ដាស់យន់អញ្ចឹងយកទៅបំភ័យយកទៅមិនមែនថាបំភ័យប្រជាពលរដ្ឋស្លូតត្រង់ទេបំភ័យគ្នាឯងនឹងទៀតដោយសារអីដោយសារតាអានឹងជាអាវយន់អីអញ្ចឹងទៅអានឹងឃើញបង្កើតឲ្យមានវប្បធម៌បង្កើតមកឲ្យសពីងសពងបានប្រយោជន៍អីចុងក្រោយទៅគឺរដ្ឋាភិបាលកាន់តែខ្សោះយើងត្រូវដឹងថារដ្ឋាភិបាលមួយឆ្នាំរកបានតែ$6,000 លានទេកំណើនហ្នឹងកើនប៉ុន្តែចាយវិញគឺ$10,000 លាននិយាយទៅរក6ចាយ10ហើយយើងមិនមែនរក6ចាយ10ហ្នឹងទៅមួយឆ្នាំទេយើងរក30-40ឆ្នាំហើយតើមានហេតុផលអីដែលយើងគិតថាយើងត្រូវពង្រីករដ្ឋាភិបាលឲ្យធំបើយើងកំពុងតែខ្វះខាតយើងជពាក់គេយើងគិតពី logic វិញកុំទៅរករឿងបងប្អូនដែលរិះគន់រដ្ឋាភិបាលក្បាលធំយើងគិតពីក្នុងគ្រួសារវិញឥឡូវបើយើងមានកូន5នាក់ម្ដាយឪពុកមានកូនទៅចិញ្ចឹម5នាក់
ហើយយើងរមួយថ្ងៃបានតែ$6ទេតែមួយថ្ងៃហ្នឹងគឺយើងត្រូវចាយ$10តើយើងគួរបន្ថែមសមាជិកដែលហូបនៅក្នុងគ្រួសារហ្នឹងទៅសុំស្មុំកូនគេបាន3នាក់ទៀតដើម្បីបង្ហាញថាយើងមានសមានចិត្តយើងសន្តោសប្រោះប្រណីយើងជួយគេអ្នកចិត្តខាងទៅកំព្រាយកគ្នាមកនៅក្រោមដបូលយើងទៅដើម្បីយើងជួយចិញ្ចឹមគេទៅគ្នាវាវេទនាវាលំបាកឧទាហរណ៍ឲ្យបាន10នាក់តើនេះឬជាវិធីសាស្ត្រដើម្បីតែយើងដោះបំណុលគេចាពាក់គេរ6ចាយ10កូន5នាក់យើងសងតការប្រាក់ចាពាក់បំណុលអារឿងរ6ចាយ10រឿងមធ្យមវិញងុំរឿងចាពាក់បំណុលគេ12លាន12,000លាន13,000លានទៀតហើយទៅអាការប្រាក់ហ្នឹងក៏សងតែមិនបានអាដើមក៏សងតែមិនបានហើយទៅយើងចាប់ផ្ដើមយកមនុស្សមកថែមទៀតដើម្បីបង្កើតសមាជិកគ្រួសារឲ្យហូបឲ្យកាន់តែច្រើនទៀតយើងគិតមើលថាតើអ្នកដែលមកថ្មីហ្នឹងបានធ្វើអីដើម្បីជួយឲ្យគ្រួសារនេះអាចសងបំណុលគេបានគឺក្រៅតែពីកាត់បន្ថយអាការចំណាយនៅក្នុងគ្រួសារបើពីមុនហូបមិនប្រមាណ3ពេលយើងហូប2ពេលទៅបើពីមុនហូបកាហ្វេមួយកែវ$5ឥឡូវយើងហូបតាម$1ទៅដើម្បីទុក$4ហ្នឹងយកទៅសងរំលោះគេណោះមិនមែនជាការបង្កើនចំនួនមនុស្សទៀតដើម្បីឲ្យយើងចាពាក់គេវាន់កព្រោះអាការប្រាក់ហ្នឹងការស្មើដើមម៉ែឪចដូនចតាណាក៏បដៅកូនដែរកុំខ្ចីគេកូនណាមានការប្រាក់ហ្នឹងគឺការស្មើដើមយូរទៅលក់ដីលក់អីធ្លីឲ្យគេសងអត់អស់ក៏នៅតែចាពាក់គេរុំសួតឥឡូវហ្នឹងយើងអញ្ចឹងហើយដល់ពេលយើងអញ្ចឹងយើងអត់ព្រមរកវិធីដើម្បីកាត់បន្ថយការចំណាយដើម្បីសន្សំលុយហ្នឹងទៅទប់នឹងការប្រាក់របស់គេយើងបង្កើនការចំណាយទៀតដោយសារអីបង្កើនបន្ទុកនៅក្នុងគ្រួសារតើមានហេតុផលមកពីណាដែលកម្ពុជា17លានអ្នកនេះត្រូវការក្រសួងមន្ទីរ28ទេបងប្អូនសាកបូកលេខទៅសាកគិតមើលថាហេតុអីបានយើងត្រូវការក្រសួងមន្ទីរដល់ប៉ុណ្ណឹងហេតុអីបានមន្ត្រីរាជការទាំងអស់ហ្នឹងនៅជញ្ជក់ឈាមដើម្បីហើយក៏គ្មានការខ្មាស់អៀនដែរជាពិសេសគឺក្រុមលលកដែលគេតាក់បានហ្នឹងគឺអស់លោកទៅជញ្ជក់ឈាមប្រជាពលរដ្ឋដោយថាមនសិការជាតិរបស់យើងក្បត់មួយឯផ្នែកខាងនយោបាយប្រជាពលរដ្ឋស្អប់ខ្ពើមប៉ុន្តែយើងទៅបំផ្លាញរដ្ឋទៅដូចថាត្រេកត្រអាលនឹងមុខតំណែងខ្ចល់ហ្នឹងហើយដើម្បីបំផ្លាញលុយរបស់រដ្ឋដែលកំពុងតែក្រណាបើជាមនសិការជាសិលធម៌តែយើងលេបចូលរួចទេរត់តា pass up ក៏រស់ដែរយើងទៅក្បត់ម្ដងដំកតិហើយកុំទៅជឿថាគេយកយើងទាំងអស់គ្នាហ្នឹងទៅក្រសួងរដ្ឋហ្នឹងយើងទៅធ្វើអីបានប្រយោជន៍នោះគេមិនឲ្យយើងធ្វើអីបានប្រយោជន៍ទេគេឲ្យយើងយកមកហ្នឹងត្រឹមតែជេរម្រាយកាយឪពុករបស់ក្រុមបកប្រឆាំងបន្តិចមកឆ្កឹះគ្នាបន្តិចគេនិយាយទៅមនុស្សរបស់គេគឺគេຕົកម្ដុំគឺគេយកលលកហ្នឹងមកជេរលលកបងប្អូនឃើញអាភាពអន្តរាយនៃជាតិយើងអាប្រព័ន្ធដឹកនាំរដ្ឋហ្នឹងក៏ពិបាកដោះស្រាយមិនបានយូរយកមនុស្សឆ្លោះគ្នាជេរម្រាយកាយឪពុកហើយមនុស្សនៅក្នុងគណៈបកប្រឆាំងដែលកំពុងតែមួម៉ៅក្តៅកាហាយនឹងភាពអយុត្តិធម៌ដែលជាជនរងគ្រោះគេម៉ាសាហើយគេអត់ទាន់ដោះស្រាយទៅយកគ្នានៅក្នុងគណៈបកប្រឆាំងដោយសារតែការដែលឲ្យតំណែងនេះឲ្យតំណែងនោះសោកប៉ាន់លុកលុយនេះយកអ្នកទាំងអស់នោះមកវាយប្រហារជនរងគ្រោះម៉ាសាទៀតអញ្ចឹងធ្វើឲ្យជនរងគ្រោះកាន់តែមួម៉ៅក្តៅកាហាយជេរបចោលគ្នាធ្វើឲ្យជាតិសាសន៍នេះបែកបាក់ហើយទាំងអស់នេះឬដែលយើងគិតថារដ្ឋាភិបាលក្បាលធំមានប្រយោជន៍វាអត់មានប្រយោជន៍អីទេគឺវាបំផ្លាញទាំងអស់ខ្ញុំជឿថាអ្នកណាក៏ដោយម៉ោងនេះអត់មានបកស្រាយរឿងរដ្ឋាភិបាលក្បាលធំបានប្រយោជន៍ទេម៉ោងនេះគឺត្រូវតែរកវិធីកាត់បន្ថយរដ្ឋាភិបាលនេះឲ្យនៅត្រឹមពាក់កណ្ដាលបើក្រសួងមាន28បង្រួមឲ្យនៅត្រឹមតែ4បានដែរប៉ុន្តែបងប្អូនរដ្ឋាភិបាលនឹងមិនអាចធ្វើដូច្នេះបានទេព្រោះអីវាជាការបំផ្លាញគណៈបកប្រជាជនកម្ពុជាចោលព្រោះដោយសារការអោបកសោបអ្នកទាំងអស់នោះមកហ្នឹងគឺដើម្បីលួងចិត្តស្អំចិត្តថាណែឯងខំប្រឹងតស៊ូជេរគណៈបកប្រឆាំងឬក៏គេទិញមកបានហ្នឹងយ៉ាងហោចណាស់ក៏មានតំណែងនេះតំណែងនោះមិនអត់សោះទេអាការមិនអត់សោះហ្នឹងគឺនាំគ្នាចេះតែសង្ឃឹមអញ្ចឹងទៅអត់បានជួយជាតិអីទេជួយបំផ្លាញទាំងអស់គ្នាអានេះហើយពេលគាត់រំលាយពួកគាត់ចោលរំលាយទៅណាចុងក្រោយពួកគាត់ហ្នឹងនឹងคล้ายទៅជាសម្រាមក្នុងកែវភ្នែករបស់គណៈបកកណ្ដាលអំណាចទៀតហើយព្រោះអីចោះកាលពីមុនយកគេមកឥឡូវបំផ្លាញលុបទូនីតិហើយបើថាពួកគាត់កាត់បន្ថយក្រសួងមន្ទីរអ្នកដែលទៅមុនគេគឺខាងលលកហ្នឹងហើយដូច្នេះធ្វើអត់បានតែធ្វើទៅវានឹងប៉ះពាល់ដល់
ការពង្រឹងអំណាចក្រៅអំណាចតទៅទៀតដូចចឹងទៅទុកអញ្ចឹងហើយចាំអង្គុយដោះសារវិញអត់ដោះស្រាយទេអង្គុយបក់ផ្សែងទៀតអត់រួចភ្លើងទេហើយជាតិនឹងចេះតែរីងរៃទៅហើយយើងចេះតែឆ្ងល់ថាហេតុអីបានជាយើងរមិនគ្រប់ចាស់រមិនគ្រប់បើយើងនាំគ្នាអត់ប្រឹងជួយរផងជួយតែចិញ្ចក់ឈាមម៉ែឪតោះតែយើងជួយគ្នាអ្នកណាដែលបំពុលទុកនឹងនាំគ្នាលាឈប់ខ្លះទៅបើសិនជាថារដ្ឋាភិបាលធ្វើមិនកើតយើងក៏មានមនសិការខ្លួនឯងលាឈប់ខ្លះទៅបង្កើតរបររស៊ីគ្រាន់តែលក់លេអនឡាញហ្នឹងក៏តាបានដែរយើងទៅធ្វើអីតាមសមាអាជីវទៅកុំធ្វើជាបន្ទុករបស់រដ្ឋបើរដ្ឋយើងកំពុងតែអញ្ចឹងម៉ែឪយើងអញ្ចឹងយើងកុំកេងចំណេញពីម៉ែឪព្រោះអីសិលធម៌របស់យើងក៏យើងដើរបោះវាជាឆ្ងាយក៏យើងធ្វើបុណ្យដែរធ្វើបុណ្យដែលយើងមិនសាងអំពើបាបក្នុងការប្រព្រឹត្តដែលជាបន្ទុករដ្ឋាភិបាលគេចិត្តតែយកមកហើយដើម្បីអីគេដឹងថាជាសម្រាមមែនហើយប៉ុន្តែគេទិញចោលមកដើម្បីកុំឲ្យคล้ายទៅជាអ្នកដែលរិះគន់រដ្ឋាភិបាលឬក៏គណៈបកកណ្ដាលអំណាចអញ្ចឹងចេះទិញមកក្រសួងនឹងប្រកាសអនុរដ្ឋលេខាធិការនិយាយបើពីខាងយោធានឹងផ្កាយដល់សាក់អ្នកខ្លះកូនក្មេងមិនទាន់ជ្រុះបល័យពីក្បាលផងមិនដឹងចូលធ្វើទៅហ៊ានតាំងពីអាយុប្រហែលខួបសាក់ពេញស្មាអញ្ចឹងទៅតាមពិតរឿងនេះគេរិះគន់អញ្ចឹងមកអាយុហើយបងប្អូនវាអត់មានរឿងអីថ្មីទេអ្វីដែលថ្មីគឺយើងអត់ព្រមដោះស្រាយហ្នឹងគឺអាហ្នឹងក៏តាមមិនថ្មីតែវាចាស់ប៉ុន្តែអ្វីដែលថ្មីហ្នឹងគឺមានរឿងមួយដែរដែលថាប្រជាពលរដ្ឋចាប់ផ្ដើមរៀងហ៊ានណាអាហ្នឹងអាទឹកអាភ្នំភ្លើងបងប្អូនដល់ពេលតែវាផ្ទុះយើងសកត់អ្មេចយើងទប់មិនក៏បានដែរមានតែជំលះប្រជាពលរដ្ឋចេញកុំឲ្យលលាកទេអានេះគឺយើងអត់ចង់ឲ្យរកវិធីបែបនេះយើងដូចអាឆ្នាំងក្របដែលផ្ទុះមិនអញ្ចឹងគឺយើងកុំសកត់វាយើងបធូរវាទៅហើយគេនិយាយអីដោះស្រាយទៅកុំដោះសារការដោះសារនេះគឺវាអត់មានបានប្រយោជន៍អីបានតែប្រជាពលរដ្ឋស្អប់ខ្ពើមហើយរិះគន់គេតលន់យើងសាករដោះស្រាយបន្តិចមើលទទួលស្គាល់ការពិតល្អហើយថាវាក្បាលធំប៉ុន្តែមានយន្តការណាដែលកាត់បន្ថយដែរទេអត់សោះព្រោះអីត្រូវការទិញត្រូវការយកមនុស្សមកពីគណៈបកប្រឆាំងហ្នឹងយកមកឲ្យចូលដើម្បីជាលលោកដើម្បីជាអីហ្នឹងដើម្បីស្អំចិត្តទៅហើយចិត្តតែមកអត់មានធ្វើការអីបានទេកន្លែងប្រូពីមុនបើថាមានអង្គុយអានកសែតបង្កើតកៅអីមួយទៀតឲ្យអង្គុយអានកសែតមួយទៀតទៅយើងតែធ្វើការអីក៏ច្រើនសម្បើមម្លេះបើយើងអត់ត្រូវការមនុស្សដល់ប៉ុណ្ណឹងផងហើយនៅពេលដែលមនុស្សកាន់តែច្រើនអំពើពុករលួយក៏កាន់តែច្រើនអាបពពួកនិយមក៏កាន់តែច្រើនអ្នកចូលថ្មីទៅហ្នឹងមិនប្រកាសថាអ្នកចាស់គេឲ្យកាន់ការងារអីទេគេមានទៅទុកចិត្តអីបើយើងបំបែកបាក់គ្នាឯងយើងអត់តឹងត្រូវយើងលក់ឧត្តមកតិហើយនឹងទៅឲ្យខាងគណៈបកប្រជាជនរដ្ឋាភិបាលគេជឿទុកចិត្តយើងប៉ុណ្ណាគេប្រើយើងឲ្យគ្រាន់តែជេរគ្រាន់តែនេះហ្នឹងដល់ពេលមានអីសុកស្រួលអីស្រួលបួលហ្នឹងគឺគេការីដង10អានហ្នឹងគេធ្វើតែអញ្ចឹងតើអស់លោកក៏ដឹងដែរប៉ុន្តែដូចជាអត់មានជំរឹះអីសោះធ្វើជាមនុស្សឲ្យខ្លាចជាភាពអត់ជំរឹះអញ្ចឹងពិបាកមែនតើខ្ញុំយល់សាច់ជូនខ្លាបាននៅស្រុកបានប៉ុន្តែកន្លែងខ្លះហ្នឹងឲ្យវាចេះខ្ពើមនឹងអំពើលិមួកខ្ពើមនឹងយកតំណែងយកតួនាទីអីទៅនាំគ្នាចិញ្ចក់ឈាមអ្នកខ្លះហ្នឹងទៅសម័យថាធ្វើការជាមួយរដ្ឋដូរឈ្មោះដូរអីទិញឈ្មោះគេទៅយកក្របខ័ណ្ឌដើម្បីចិញ្ចក់ឈាមរដ្ឋចាំថ្ងៃណារត្រែទៅបានលុយពីរដ្ឋមកចិញ្ចក់ឈាមបែបនេះគឺយើងក្បត់ឧត្តមគតិក្បត់មនសិការតែយើងលេបរួចទេយើងធ្វើអីក៏ដោយយើងកុំខ្លាចជាបន្ទុករបស់រដ្ឋអីហើយភ្ញាក់រលឹកឡើងបងប្អូនយើងពីម្នាក់ហ្នឹងគឺភ្ញាក់រលឹកឡើងឲ្យចេះខ្ពើមអំពើលាមកខ្ពើមអំពើស្មោកគ្រោកកុំចេះតែស្អីក៏ឆ្ងាញ់ស្អីក៏ផ្កាភ្ញីនោះអាហ្នឹងឲ្យដែលធ្វើឲ្យជាតិយើងលិចលង់នោះឥឡូវយើងទៅសង្ឃឹមអីលើរដ្ឋាភិបាលអស់សង្ឃឹមនឹងដូរនឹងផ្លាស់អីគាត់ធ្វើអត់កើតទេរដ្ឋាភិបាលសពថ្ងៃកុំមកនិយាយពីរឿងការកែតម្រង់ការស្ដារសិទ្ធិមនុស្សជាតបតៃគាត់ធ្វើមិនបានទេបើគាត់ហ៊ានតែស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺគាត់ធ្លាក់ឆ្នោត24ម៉ោងហេតុអីបានខ្ញុំនិយាយចឹងតែហ៊ានបើកឲ្យប្រជាពលរដ្ឋហ៊ានបញ្ចេញសិទ្ធិមតិអីរិះគន់ស្រែកតាមរដ្ឋធម្មនុញ្ញតាមអីគឺលើគោកឯងគាត់ស្រាតខោហើយហ្នឹងគឺឃើញរដ្ឋាភិបាលអសមត្ថភាពអីហ្នឹងអញ្ចឹងទៅគ្មានអីមានតែបំផ្លាញគម្រាមងើបមួយវាយមួយហើយចាប់ផ្ដើមឃោសនាអួតអំពីស្នាដៃរបស់រដ្ឋាភិបាលដូចសម័យខ្មែរក្រហមអញ្ចឹងអត់មានបាយហូបសោះហ្នឹងនិយាយពីបដិញ្ញាប្រជុំមួយថ្ងៃ3ដងអស់ចាតម្រង់អង្គការហ្នឹងគឺធ្វើអត់មានខុសសោះប៉ុន្តែសួរតែប្រជាពលរដ្ឋខ្មែរទាំងប្រមាណលានអ្នកក្នុងសម័យខ្មែរក្រហមហ្នឹងគ្រប់គ្រងរដ្ឋាភិបាលខ្មែរក្រហមមែនអត់ទេតែនិយាយមិនបាន
ចុងក្រោយវាលទ្ធផលយ៉ាងម៉េចបងប្អូនលលាយខ្លួនអញ្ចឹងយើងអត់ចង់ឲ្យបានទៅជាអញ្ចឹងទេខ្ញុំចង់ឲ្យជាតិសាសន៍យើងកុំទៅលលាយដោយប្រវត្តិសាស្ត្រសាដែរម្ដងទៀតរដ្ឋាភិបាលអត់អាចកែប្រែអីបានទេមន្ត្រីរដ្ឋាភិបាលគឺជំនាញឯកទេសគឺខាងការពារជាងនិយាយការពិតសំទោសដោះសារជាជាងនិយាយដោះស្រាយអត់មានអីប្លែកសោះអ្នកណាទៅធ្វើការឲ្យរដ្ឋាភិបាលបណ្ឌិតកវីមកពីឋានប្រអិនណាក៏នឹងនិយាយដូចតែលោកផៃស៊ីផាននិងលោកសុកអេសានលោកមួយទៀតខ្ញុំភ្លេចឈឹមផលវរុនតែប៉ុណ្្នឹងឯងគឺគេនិយាយភាសាដែលគេមានឲ្យមកនិយាយណែឯងចេះប៉ុណ្ណាបណ្ឌិតកវីប៉ុណ្ណាក៏អត់អាចនិយាយអីឲ្យប្រជាពលរដ្ឋអត់ជេរបានដែរវាត្រូវតែនិយាយគេជេរចឹងហ្មងព្រោះអីភាសាហ្នឹងគឺយើងរដ្ឋាភិបាលធ្វើអត់បានកែអត់បានបើកែយ៉ាងម៉េចឥឡូវហ៊ានបរួមក្រសួងមន្ទីរយកមនុស្សទៅដាក់នៅណាខំប្រឹងទិញខំប្រឹងអូសមកហ្នឹងយកទៅកវត្តចោលគាត់នៅណាគេមិនអ្នកហ្នឹងមិនតវ៉ាដល់ពេលតវ៉ាគណៈបកប្រឆាំងក៏តវ៉ាក្រុមនឹងក៏តវ៉ាមនុស្សខ្លួនឯងក៏តវ៉ាអញ្ចឹងមិនស្លាប់ខ្លួនអាហ្នឹងដឹងទៅអត់រួចស្ដារសិទ្ធិមនុស្សជាតបតៃស្ដារកន្លែងណាតែហ៊ានស្ដារបើកដៃឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់សិទ្ធិបានត្រឹមត្រូវជាជាងការទៅវាយដំដបងឆក់តែទៅការពារប្រជាពលរដ្ឋឲ្យតវ៉ាអត់បាច់ធ្វើអីទេតវ៉ារាល់ថ្ងៃហ្នឹងព្រោះអីប្រជាពលរដ្ឋមានបញ្ហាច្រើនពេកដល់អញ្ចឹងទៅបំផ្លាញអាសិទ្ធិរដ្ឋធម្មនុញ្ញហ្នឹងគឺដើម្បីទប់អញ្ចឹងប៉ុន្តែអាហ្នឹងជារទេសចុះភ្នំតាបងប្អូនរទេសចុះភ្នំវាអត់ឡើងទៅវិញទេគាត់ទប់ទៅបានថាមិនដឹងចុះភ្នំដល់កន្លែងណាធ្លាក់ជ្រោះតែម្ដងវាគ្រាន់តែយូរនឹងឆាប់ទេប៉ុន្តែទៅហើយប៉ុន្តែបើចង់ធ្វើឲ្យផ្សេងពីហ្នឹងគឺយ៉ាងម៉េចកែតម្រង់ការដឹកនាំរដ្ឋហើយមិនមែនរដ្ឋាភិបាលធ្វើបានទេគឺមានតែរដ្ឋាភិបាលហ្នឹងគឺបដោយបន្តិចទៅឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនឹងយុត្តិធម៌កុំធ្វើទុកបុកម្នេញហាហ្នឹងក៏ជាកំបិតចិត្តដងទៀតតែហ៊ានបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌គណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតភ្លាមមកពេចដូច្នេះគាត់វាបបាក់បងប្អូនអញ្ចឹងអាទំនោររបៀបដឹកនាំរដ្ឋបែបនេះគឺអត់ខុសពីប្រទេសផ្សេងទៀតនៅលើពិភពលោកដែលមានរដ្ឋបហាដែលមានប្រជាពលរដ្ឋក្រោកបះបោហើយចុងក្រោយទៅធ្វើទុកបុកម្នេញថ្នាក់ដឹកនាំគឺដូចគ្នាដូចនៅនេប៉ាល់ដូចនៅបង្កាឡាដេសដូចនៅឥណ្ឌូនេស៊ីដូចនៅហ្វីលីពីនដូចអីអញ្ចឹងព្រោះលំនាំនេះគឺជាលំនាំ logic ទេខ្ញុំអត់មាននិយាយនេះនិយាយថាគម្រាមរិះគន់អីព្រោះអីយើងដឹកនាំរបៀបលំនាំទៅអញ្ចឹងហើយយើងអត់បានកែប្រែយើងថាកុំទៅប្រដូចប្រទេសកម្ពុជាទៅអាប្រទេសស្អីនេប៉ាល់អីហ្នឹងណែឯងកំពុងឲ្យញុះញង់ចោះបើយើងធ្វើទៅអញ្ចឹងតើយើងធ្វើម៉េចយើងកំពុងតែអង្គុយបៀកអាស័យឲ្យចុងស្រួចហើយយើងយកស្អីមកចងវាមានងៀងមានអីមានខ្សែសន្ទូចតើយើងទៅស្ទូចត្រីឬក៏យើងទៅពិធីជប់លៀងវាអត់មានតែជប់លៀងសបាយអីកើតទេគឺយើងច្បាស់ជាតម្រង់ទៅរកការស្ទូចត្រីឬក៏ការចាប់ត្រីចាក់ត្រីហ្នឹងហើយដូចគ្នាតែពេលតែយើងធ្វើដោយអ្វីសប្ងៃគឺយើងទៅរកផ្លូវហ្នឹងវាជា logic ហើយបើតើតែដូរបានអារបៀបធ្វើហ្នឹងបានថាបើអាចរកសេចក្តីសុខឃើញហើយបើអត់ទេទៅរកសេចក្តីសុខមិនឃើញហើយទៅខំការពាររាល់ថ្ងៃហ្នឹងការពារស្អីបើគេឃើញហើយហ្នឹងរដ្ឋាភិបាលក្បាលធំថ្ងៃនេះខ្ញុំដកស្រង់ប្រសាសន៍របស់លោកអ្នកដែលជាសមាជិកអង្គការសង្គមស៊ីវិលយើងនៅមូលដ្ឋានហ្នឹងពេលខ្លះហ្នឹងក៏គាត់ពិបាកដែរដូចថាថប់អារម្មណ៍ដែរយូរគាត់និយាយទៅខ្ញុំលើកពីលោកខុនថារ៉ូលោកសរសេរទស្សនៈរឿងរដ្ឋាភិបាលក្បាលធំគាត់សរសេរនៅលើ Facebook របស់លោកកណនីលោកខុនថារ៉ូសេចេះពាក្យថារដ្ឋាភិបាលក្បាលធំមិនមែនជាពាក្យនយោបាយស្តង់ដារទេប៉ុន្តែវាជាន័យធៀបសម្រាប់រដ្ឋាភិបាលដែលមានអំណាចខ្លាំងពេកមានអំណាចលើសកម្រិតឬក៏មានរដ្ឋបាលធំធេងបើប្រៀបធៀបរវាងអ្នកផ្ដល់សេវាសម្ដៅលើតួអង្គរដ្ឋនិងទទួលសេវាគឺសម្ដៅទៅលើរាជលោកបន្តថាវាគ្រាន់តែជាទស្សនៈនៃការយល់ឃើញមួយជ្រុងលើការអភិវឌ្ឍសង្គមជាការគិតពិចារណាដែលលោកមានដូចតទៅទី1អំណាចខ្លាំងពេកលោកលើកឡើងថាក្បាលធំនេះសម្ដៅលើរដ្ឋាភិបាលដែលគ្រប់គ្រងពីថ្នាក់កំពូលដោយមិនទុកឲ្យសិទ្ធិអំណាចនៅថ្នាក់កណ្ដាលឬថ្នាក់មូលដ្ឋាននៅក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនិងប្រសិទ្ធភាពការចំណាយកញ្ចប់ថវិកាសាធារណៈនិងការសម្រេចចិត្តត្រូវបានធ្លាក់ទៅលើក្រុមតូចដែលនាំឲ្យមានភាព
អសកម្មនិងខ្វះតំណាងនិងអំពើពុករលួយខ្វះតម្លាកណន័យភាពនិងទទួលខុសត្រូវចំពោះអ្នកបង់ពន្ធជូនរដ្ឋដែលជាប្រជាពលរដ្ឋនិងនិយាយម្យ៉ាងទៀតគឺជាលុយរបស់រាជដែលបង់ទៅហ្នឹងគឺបង់ចោលទី2ការអួតអាងនិងខ្វះការយល់ដឹងក្បាលធំសំដៅលើការអួតអាងហើយមេដឹកនាំគិតថាខ្លួនឯងនឹងដឹងច្រើនជាងគេពូកែជាងគេល្អជាងគេហើយមិនស្ដាប់មតិយោបល់ឬសម្លេងប្រជាជននេះនាំឲ្យមានគោលនយោបាយដែលផ្ដោតលើក្រុមអ្នកមានអំណាចជាងប្រជាប្រដ្ឋទូទៅទី3រដ្ឋាភិបាលក្បាលធំគឺរដ្ឋាភិបាលកើនទំហំនិងស្មុគស្មាញបង្កើតស្រទាប់រដ្ឋបាលច្រើនដែលធ្វើឲ្យការងារយឺតយ៉ាវពន្យាពេលនិងបើកច្រកឲ្យឱកាសប្រព្រឹត្តអំពើពុករលួយទៅតាមតំណែងតួនាទីរៀងខ្លួនតូចស៊ីតាមតូចធំស៊ីតាមធំរកស៊ីជើងភ្នំស៊ីអាតូចថែមទៀតអាធំស៊ីអាតូចខ្ញុំថែមអាកតុយហ្នឹងគឺគេហៅទុនសោងគោព្រៃរកស៊ីជើងភ្នំធំស៊ីដោយធំតូចស៊ីដោយតូចឥឡូវគេដាក់ថាទុនសោងគោព្រៃរកស៊ីជើងភ្នំធំស៊ីដោយធំហើយស៊ីអាតូចទៀតខ្ញុំថែមទេបងប្អូនតែលោកខុនតារ៉ូមិនបាននិយាយដល់ប៉ុណ្ណឹងទេមួយទៀតគឺធនធានត្រូវបានប្រើសម្រាប់រក្សាប្រព័ន្ធការពារអំណាចជាងប្រយោជន៍សាធារណៈជំនួសឲ្យការដោះស្រាយបញ្ហាពិតប្រាកដវាទី4វាគឺជាសញ្ញាណនៃអំណាចផ្ដាច់ការក្នុងករណីខ្លាំងរដ្ឋាភិបាលក្បាលធំអាចសម្ដៅលើរបបដែលផ្ដោតទៅលើការគ្រប់គ្រងនិងការផ្សព្វផ្សាយព័ត៌មានប្រជាពិធជាជាងការពិតជាជាងឲ្យតម្លៃទៅលើប្រជាធិបតេយ្យពីព្រោះអំណាចបានមកដោយមិនសុចរិតផលប៉ះពាល់ជារួមគឺប្រជាពលរដ្ឋអាចមានអារម្មណ៍ថាខ្វះអំណាចនិងខ្វះការចូលរួមមិនទុកចិត្តទៅលើប្រព័ន្ធដឹកនាំរដ្ឋក្បាលធំដែលជារដ្ឋាភិបាលដែលលោកលើកឡើងការលួចលាក់និងភាពអសកម្មជាញឹកញាប់កើតឡើងក្នុងប្រព័ន្ធដឹកនាំអ្នកដឹកនាំការអភិវឌ្ឍជាតិមានសន្ទុះយឺតយ៉ាវគ្មានអភិបាលកិច្ចសង្គមប្រកបដោយប្រសិទ្ធភាពនិងគុណភាពនេះគឺជាអ្វីដែលលោកលើកឡើងលោកខុនតារ៉ូដែលជាមន្ត្រីអង្គការសង្ត្រាល់ខ្ញុំថានេះគឺជាប្រសាសន៍ដែលមានខ្លឹមសារជា logic សមហេតុសមផលក៏ប៉ុន្តែយើងដឹងហើយគឺអ្នកនាំពាក្យរដ្ឋាភិបាលបានតបឲ្យប្រហែលថ្ងៃចុងក្រោយនេះគាត់ថារដ្ឋាភិបាលបានចេញពីការបានន័យថារដ្ឋាភិបាលកសាងប្រទេសពីបាតដៃទៅទេរហូតមានការរីកចម្រើនដូចបច្ចុប្បន្នបើទោះបីជាមានការរីកគុណគឺរដ្ឋាភិបាលបានរក្សាទុកមន្ត្រីច្រើនមែនប៉ុន្តែនេះគឺជាអ្វីដែលជាតម្រូវការតាមបរិបទសង្គមដែលគាត់និយាយពីមុនមកហ្នឹងហើយឲ្យយើងមើលសមិទ្ធិគាត់ថាតើបើគ្មានរដ្ឋាភិបាលក្បាលសម្ពងហ្នឹងតើមានការកសាងប្រទេសហេដ្ឋារចនាសម្ព័ន្ធបានដូច្នេះអីដោយសារតែរឿងរដ្ឋាភិបាលហ្នឹងមិនអញ្ចឹងតែពិតគាត់លើកឡើងនេះក៏សមហេតុសមផលខ្ញុំទទួលស្គាល់ថាបើគ្មានមន្ត្រីគ្រប់ក្រសួងមន្ទីរសម្រាប់អភិវឌ្ឍជនបទសម្រាប់រុក្ខាប្រមាញ់សម្រាប់ធម្មពលរ៉ែសម្រាប់សេដ្ឋកិច្ចហិរញ្ញវត្ថុឬក៏អភិវឌ្ឍទូទៅអីហ្នឹងក៏យើងមិនមានហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍការបរទេសអីអញ្ចឹងបានប្រូកព្រាតអីអញ្ចឹងតាំងពីតទេសោះឥឡូវយើងមើលផ្ទះវិឡាអាគារស្កឹមស្កៃកប់ពពកខ្វះស្អីគេកាលពីមុនដើរជុលក្បាលគ្នាឥឡូវម៉ូតូបុកគ្នាមួយថ្ងៃស្លាប់មនុស្សអាពងខ្វល់អារឿងស្លាប់មនុស្សឥឡូវកាលពីមុនអត់អីហូបមនុស្សចាប់ផ្ដើមពងរត់ទិញថ្នាំសម្រក់គីឡូវិញឥឡូវនេះអីចឹងណាខ្ញុំថានេះគឺជាការបកស្រាយមិនខុសទេប៉ុន្តែបើយើងមើលអំពីការអភិវឌ្ឍនេះនៅពេលដែលការអភិវឌ្ឍមានអាគារខ្ពស់ស្កឹមស្កៃហ្នឹងណាជីវភាពប្រជាពលរដ្ឋអត់ទាន់បានឡើងគួរឲ្យកត់សម្គាល់ហ្មងទេព្រោះប្រាក់ខែកម្មករនៅ$210ហើយ1ម៉ោងអត់ទាន់បាន$1ផងបើយើងគិតណាបើយើងគិតពីប្រាក់ម៉ោងអត់ទាន់បាន1ម៉ោង$1ទេជាប្រាក់គេហៅប្រាក់ឈ្នួលអបបរមាហ្នឹងគឺអត់ទាន់បានដល់ប៉ុណ្ណឹងនៅឡើយបើយើងគិតមើលមែនតើហើយអត្រាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅតែជាប្រទេសក្រីក្រទាំង45នៅក្នុងពិភពលោកនៅឡើយទេយើងជាប្រទេសក្រីក្រតាំងពីឆ្នាំ1993មកម៉េះ91មកម៉េះតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងយើងចូលជាប្រទេសក្រីក្របំផុតរបស់អង្គការសហប្រជាជាតិទាំង45ប្រទេសយើងអត់ទាន់រំដោះខ្លួនបានផងហ្នឹង30ឆ្នាំជាងក្រោយមកហើយហ្នឹងហើយប្រាក់ចំណូលប្រជាពលរដ្ឋត្រឹមតែបានតែ$3ទៅ$4នៅក្នុងមួយឥឡូវនេះឡើងដូច$5បើយើងគិតពីផលទុនសរុបរបស់ជាតិណាវាមានកម្រិតប៉ុន្តែអាការបែងចែកប្រាក់
ផលទុនសរុបរបស់ជាតិហ្នឹងយើងយកអ្នកមានយកមកចែកជាមួយអ្នកក្រហ្នឹងយកលុយអ្នកលក់ជាតិលក់អីដូចគ្រាន់តែអង្គញា Agency មួយគ្រាន់តែទ្របគាត់ប្រមាណ$6.10,000 លានគ្រាន់តែ crypto នេះហ្នឹងហើយទៅយកអាហ្នឹងមកចែកជាមួយប្រជាពលរដ្ឋអ្នកធាក់ស៊ីក្លូរត់ pass up ហ្នឹងគាត់ដែលបានលុយពីលោក Agency ណាមកកាក់ម៉ាសេនកុំឲ្យតែគេកាប់កេងប្រវាញ់កម្លាំងគាត់ហើយយកមកចែកស្មើជាមួយប្រជាពលរដ្ឋ17 លាននាក់ឃើញបាន$5ម្នាក់ក្នុងមួយថ្ងៃហើយយើងថាជីវភាពនឹងប្រសើរវាអត់ប្រសើរទេ